ពេលនេះក្រសួងប្រកាសប្រឡងជ្រើសរើសចូលរៀនពេទ្យហើយចឹងសម្រាប់ថ្នាក់បញ្ញាបត្រនិងបញ្ញាបត្ររងឆ្នាំ2025-2026ដែលក្រសួងទៅបញ្ចេញថ្ងៃទី13ហ្នឹងចំពោះថ្នាក់បញ្ញាបត្រគឺថ្នាក់វិជ្ជាបណ្ឌិតទូទៅរើសសរុបរហូតដល់950នាក់ដែលបែងចែកទៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលអញ្ចឹងមានសាលាសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនិងសាលាក្រហមដែលមានផ្ដល់ជូនអាហារូបករណ៍ដែរហើយនឹងមានសាលាខាងក្រោមទៀតដូចជាសាលាតាហ៊ានសាលាអន្តរជាតិភ្នំពេញអាយុពុទ្ធសាសនាតនអញ្ចឹងទៅទាំងនេះគឺថ្នាក់វិជ្ជាបណ្ឌិតបច្ចៈនៅខ្មែរមានតែ5សាកលទេដែលមានថ្នាក់វិជ្ជាបណ្ឌិតទូទៅហ្នឹងអក្សរសាស្ត្ររើស1010នាក់ថ្នាក់តនបណ្ឌិតអញ្ចឹងថ្នាក់នេះគឺជាថ្នាក់ពេលថ្មិញរើស510នាក់ថ្នាក់បញ្ញាបត្រកលានុបដ្ឋៈរើស870នាក់និយាយទៅសាលាក្រហមក៏ផ្ដល់អាហារូបករណ៍ឲ្យ10%នៃចំនួនសិស្សដែលគេជ្រើសរើសឧទាហរណ៍ថាកលានុបដ្ឋៈនេះសាលាក្រហមរើសឲ្យចូលរៀន200នាក់អញ្ចឹង10%នៃ200នាក់គឺ20%នឹងទទួលបានអាហារូបករណ៍អញ្ចឹង20%ហ្នឹងគឺគេរើសពីអ្នកដែលបានពិន្ទុខ្ពស់ជាងគេពីលេខ1ដល់លេខ20អញ្ចឹងទៅថ្នាក់បញ្ញាបត្រឆ្មបរើស495ថ្នាក់បរិញ្ញាបត្រសុខភាពសាធារណៈថ្នាក់បរិញ្ញាបត្រព្យាបាលរាជចលនាបរិញ្ញាបត្របច្ចេកទេសមន្ទីរពិសោធន៍វិទ្យាសាស្ត្រហើយកម្រិតបញ្ញាបត្ររងវិញគឺគេនឹងប្រឡងថ្ងៃផ្សេងពីថ្ងៃបរិញ្ញាបត្រហើយយើងមកមើលមុខវិជ្ជានិងរយៈពេលប្រឡងអញ្ចឹងដែលប្រឡងដែលយើងនិយាយហ្នឹងគឺមានជីវៈគីមីហើយនិងគណិតជីវៈយើងប្រឡង1ម៉ោង30នាទីគីមីយើងប្រឡង1ម៉ោង30នាទីដែរហើយគណិតយើងប្រឡងរយៈពេល2ម៉ោងបញ្ញាបត្ររងវិញជីវៈតែ1ម៉ោងគីមី1ម៉ោងគណិតតែ1ម៉ោងទេចំពោះវិញ្ញាសាគេយកចេញពីសភៅពុម្ពក្រសួងថ្នាក់ទី12ដូចដែលយើងធ្លាប់និយាយចឹងការបរិច្ឆេទនឹងមណ្ឌលប្រឡងម្ដងអញ្ចឹងមណ្ឌលប្រឡងគឺគេនឹងបញ្ជាក់យើងតាមក្រោយហើយការបរិច្ឆេទគឺយើងប្រឡងថ្នាក់បញ្ញាបត្រថ្ងៃទី6ធ្នូ2025ហ្នឹងនិយាយទៅឆ្នាំហ្នឹងលឿនមែនតើឆ្នាំមុនណាប្រឡងតខែ2ខែ3អីបានប្រឡងខែ3ឆ្នាំក្រោយតែលើកនេះជាពួកបាក់ឌុប2025គឺប្រឡងពេទ្យ6ធ្នូ2025ហើយនឹង7ធ្នូ2025ដែរសម្រាប់មុខវិជ្ជាគណិតថ្ងៃដំបូងយើងប្រឡងគីមីជីវៈតែចម្រិតបញ្ញាបត្ររងវិញគឺប្រឡងថ្ងៃទី31មករានិងថ្ងៃទី1កុម្ភៈទៅតាមមុខវិជ្ជានីមួយៗហ្នឹងគឺជីវៈគីមីបន្ទាប់មកគណិតនឹងឯងគឺថ្ងៃចុងក្រោយអញ្ចឹងយើងមានពេលប្រហែលជាមួយខែកន្លះដែរសម្រាប់ត្រៀមខ្លួនប្រឡងពេទ្យស៊ូៗទាំងអស់គ្នា